ជ្រក់ណាអ្វីដូចជាតិគឺដាក់ជាមួយនឹងទឹកដោះគោសូណាសរ៉ុលបើក្បាលវីដេអូនិយាយថានាងខ្ញុំបានពិពណ៌នាអំពីទឹកជ្រក់របស់យើងគឺឆ្ងាញ់តែម្ដងព្រោះអីនាងខ្ញុំលាយជាមួយនឹងទឹកដោះគោសូណាសរ៉ុលឥឡូវនេះងាកមកមើលស៊ុបយើងវិញគឺយើងមានដំឡូងបារាំងនិងដំឡូងជ្វាដំឡូងបារាំងនិងដំឡូងជ្វាហ្នឹងគឺនាងខ្ញុំយកទៅលក្ខណៈដូចលីងអញ្ចឹងនាងខ្ញុំយកទៅលីងវារៀងឆ្អិនតិចសិនឥឡូវយើងដួសដាក់ចានបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមមកកម្លោចជាមួយនឹងខ្ទឹមបងប្អូនគឺខ្ទឹមសរបស់យើងហ្នឹងឯណាហើយពេលដែលយើងកម្លោចវារៀងឈ្ងុយតិចហើយគឺអ្វីដែលសំខាន់ទៀតនោះគឺយើងត្រូវតែដាក់ជាមួយនឹងស្ករត្នោតក៏វារៀងតិចទៅបងប្អូនចាប់ផ្ដើមរៀងក្រហមតិចហើយគឺយើងចាប់ផ្ដើមចាក់ចូលជាមួយនឹងដំឡូងដែលយើងបានលីងវាមិញរួចហើយបងប្អូនអញ្ចឹងចាក់ចូលហើយយើងចាប់ផ្ដើមអេតគ្រឿងអីដែលយើងចង់ដាក់អញ្ចឹងណាគ្រឿងនេះខ្ញុំដាក់យ៉ាងហ្នឹងអត់ពិបាកទេបងប្អូនហើយមានទឹកត្រីយើងដាក់បន្តិចទៅហើយបន្ទាប់មកទៀតគឺមានប្រេងខ្យងដែរណាបងប្អូនហើយបន្ទាប់មកពេលដែលយើងចាប់ផ្ដើមដាក់ប្រេងខ្យងហ្នឹងហើយយើងកូរវារៀងសព្វបន្តិចសិនអញ្ចឹងណាបងប្អូនពេលដែលកូររៀងសព្វហើយអ្វីដែលយើងទៅដាក់នេះនោះគឺសំខាន់ជាងគេគឺនេះបងប្អូនអីគេដុំស៊ុបខ្នោនិយាយក៏ខុសដែរនិយាយថាផ្លេចបងប្អូនផ្លេចឈ្មោះអង្គុយគិតអញ្ចឹងណាហើយដុំស៊ុបខ្នោនេះនឹងខ្ញុំដាក់តែម្ដុំបានហើយដោយសារគេម្ហូបវារៀងតិចដែរអញ្ចឹងណាហើយឥឡូវនេះគឺយើងអេតជាមួយម្សៅស៊ុបខ្នោបន្តិចហើយអំបិលបន្តិចហើយស្ករបន្តិចអញ្ចឹងណាបងប្អូនហើយនិយាយថាបងប្អូនបើសិនបងប្អូនចង់ដឹងរសជាតិបងប្អូនសាកធ្វើធានារសជាតិជូនតែម្ដងបងប្អូនហើយគឺឆ្ងាញ់ខ្លាំងមែនតើលើកទី1របស់ខ្ញុំហ្នឹងណាដែលនាងខ្ញុំធ្វើបងប្អូនហើយនៅពេលដែលយើងអេតគ្រឿងក្រៅរួចអស់ហើយគឺយើងកូរវាសព្វហើយចាប់ផ្ដើមនេះបងប្អូនយើងចាប់ផ្ដើមចាក់ជាមួយនឹងនេះបងប្អូនយើងចាក់ទឹកអញ្ចឹងណាបងប្អូនយើងចាក់បរិមាណដែលយើងចង់បានមកហើយនឹងខ្ញុំចាក់រៀងច្រើនតិចដោយសារនឹងខ្ញុំរំលែកទុកអញ្ចឹងណាបងប្អូនដោយសារបន្លែខ្ញុំរៀងច្រើនដែរឥឡូវនេះគឺយើងមានសាច់គោពគាដែលខ្ញុំទិញធៀមសំមិញហើយនឹងពងមាន់បងប្អូនហើយពគាហ្នឹងគឺនឹងខ្ញុំទិញ6006ក្បាលដែរហើយបន្តមកទៀតគឺឆ្អិនហើយបងប្អូនគឺយើងចាប់ផ្ដើមយកមកចិត្តអលឹករបស់យើងអលឹកនេះគឺនាងខ្ញុំតម្លៃនេះខ្ញុំទិញតម្លៃខ្ទង់7000បងប្អូនមិនខ្ទង់គឺ7000តែម្ដងហើយមើលសាច់របស់គេគឺល្អក្រហមខ្លាំងមែនតើបងប្អូនហើយបន្តមកទៀតនេះគឺយើងចាប់ផ្ដើមចិត្តសបកវាចេញដោយសារអលឹកនេះសបកវារៀងក្រាស់ណាបងប្អូនហើយខ្ញុំសួរគាត់ថាមកបានជាអលឹករៀងថ្លៃម៉េចឥឡូវគាត់ថាអលឹកគាត់យកមកពីខាងព្រះវិហារអញ្ចឹងទៅរៀងថ្លៃហើយខ្ញុំនឹកឃើញថាខ្ញុំចុះហើយខ្ញុំខ្ជិលទៅជិះម៉ូតូទៅបាត់ទេក៏ទិញតែហ្មងទៅធ្វើម៉េចទេហើយឥឡូវនេះគឺយើងរៀបដាក់ចានអញ្ចឹងណាបងប្អូនពេលដែលរៀបដាក់ចានហើយមើលសម្រាប់គេផងហើយនឹងខ្ញុំភ្លក់ញ៉ាំអីឆ្ងាញ់បើគេដែរតាឥឡូវងាកមកមើលទឹកស៊ុបរបស់យើងវិញគឺដលងរបស់យើងក៏រៀងផុយបងប្អូនអញ្ចឹងគឺនឹងខ្ញុំបិទប៉ុណ្ណឹងហើយបងប្អូនបន្តមកទៀតនេះគឺដល់វគ្គដែលយើងរៀបចំមកញ៉ាំហើយយើងមានមីបន្លែរបស់នឹងខ្ញុំមានផ្សិតហើយនឹងខ្ញុំមានតកួនដែលនឹងខ្ញុំសក់ធៀមសំមិញហើយនឹងមានស្ពៃបកគោដែរណាពុកម៉ែបងប្អូនហើយអេតជាមួយនឹងសូនេសារ៉ុលហ្នឹងអាទឹកដោះគោសូនេសារ៉ុលរបស់យើងបន្តិចដែរបងប្អូនចង់ដឹងរសជាតិថាវាឆ្ងាញ់អត់បងប្អូនអើយព្រោះខ្ញុំទិញតែផឹកទេហើយអត់ដែលបានដាក់ជាមួយស៊ុបទេឥឡូវគឺខ្ញុំចង់ដាក់អូយើងបន្ថែមជាតិសាហាវបងប្អូនអូយឆ្ងាញ់ខ្លាំងមែនតើណាហើយឥឡូវនេះគឺអ្វីដែលក្តីសុខបំផុតនោះគឺទឹកយើងចាប់ផ្ដើមរៀងពុះហើយគឺយើងចាប់ផ្ដើមអេតបន្លែចូលដែលយើងមានហ្នឹងបងប្អូនហើយចង់ប្រាប់រសជាតិបងប្អូនគឺឲ្យអួយតែម្ដងឆ្ងាញ់ខ្លាំងបងប្អូនលើកទី1នេះខ្ញុំធ្វើស៊ុបដំឡូងបារាំងនិងដំឡូងជ្វាឥឡូវនេះគឺចាប់ផ្ដើមឆ្អិនហើយយើងដាក់ចូលសាច់បន្តិចមកគឺរួចជាការស្រេចបងប្អូនអើយឥឡូវនេះតោះយើងបិទហ្គាសហើយដោយសារឆ្អិនហើយឥឡូវគឺដល់វគ្គដួសដាក់ចានចាប់ផ្ដើមញ៉ាំហើយបងប្អូននិយាយបើថានាងខ្ញុំម្នេះវិញអូគឺឃ្លានតែម្ដងបងប្អូនអើយបន្លែមកកធុនតូចគឺនាងខ្ញុំញ៉ាំអស់បងប្អូនហើយឥឡូវនេះក៏ដល់វគ្គព្រះស្វាមីឆាតមកចឹងទៅប្រពន្ធMiss you so much មហោកំពុងឆ្ងាញ់ស្រាប់ផងពុកម៉ែបងប្អូននិយាយបើថាស្នេហានោះគឺផ្អែមលឹះជាងមហោបនឹងទៀតឯណាហើយថតផ្ញើគេវីដេអូជារូបថតឲ្យប្តីដែរប្តីសួរថាប្រពន្ធធ្វើអីគេខ្ញុំថាខ្ញុំកំពុងតែញ៉ាំស៊ុបគាត់ថាអញធ្វើស៊ុបអីខ្ញុំថាធ្វើស៊ុបដំឡូងបារាំងជាមួយនឹងដំឡូងជ្វាហើយនិយាយបើថារសជាតិវិញបងប្អូនចង់ដឹងថារសជាតិយ៉ាងម៉េចបងប្អូនសាកធ្វើតាមនាងខ្ញុំណាគឺឆ្ងាញ់តែម្ដងបងប្អូនរដងយើងធ្លាប់តែទៅញ៉ាំស៊ុបយើងញ៉ាំបែបស៊ុបយើងរងាស់ឆ្អឹងមិនអត់តែនេះគឺយើងរងាស់ដំឡូងជ្វាជាមួយនឹងដំឡូងបារាំងរសជាតិប្លែកម្យ៉ាងប៉ុន្តែគឺឆ្ងាញ់តែម្ដងអត់ទលាន់ទេពុកម៉ែបងប្អូននិយាយរួមទៅគឺនេះខ្ញុំចូលចិត្តខ្លាំងមែនតើបងប្អូនអើយពេលញ៉ាំហើយមិននឹកស្មានថាម្ហូបរបស់ខ្ញុំឬក៏ស៊ុបរបស់ខ្ញុំយប់ហ្នឹងគឺឆ្ងាញ់ញាក់តែម្ដងឯណាហើយទឹកជ្រក់របស់យើងហ្នឹងគឺទឹកតាហ៊ូបងប្អូនទឹកតាហ៊ូនេះគឺនាងខ្ញុំវាយវាបំបែកលាគ្រឿងលាអីចឹងទៅ
ហើយអាចជាមួយនឹងទឹកដកូរសូនេសារ៉ុលដូចជាបងប្អូនបានឃើញក្បាលវីដេអូអញ្ចឹងណាហើយយកទៅថៃឆ្ងាញ់ណាបងប្អូននិយាយមែនណាបងប្អូនហើយរសជាតិសឹងឯថាអ៊ុយបំភ្លេចមិនបានតែម្ដងចង់តែញ៉ាំទៀតហើយបន្លែប្លុកនោះអត់មានច្រើនទេមានទាំងភ្លើងកែបដែរណាបងប្អូនតែគឺឆ្ងាញ់តែម្ដងគ្មានអ្វីសំខាន់ជាងដែលយើងធ្វើម្ហូបដែលយើងចូលចិត្តញ៉ាំហើយយើងធ្វើខ្លួនឯងអញ្ចឹងយើងដឹងយើងស្នឹកដែរយើងដឹងរសជាតិរីបថៃឆ្ងាញ់ណាបងប្អូនហើយមីនេះរៀងវែងបន្តិចដោយសារនាងខ្ញុំភ្លេចកាច់បងប្អូនអញ្ចឹងទៅរៀងវែងហើយពិបាកញ៉ាំបន្តិចតែវាអត់ជាបញ្ហាទេព្រោះមាត់យើងរៀងធំដែរអញ្ចឹងណានិយាយមកបងប្អូននេះថាទឹកជ្រលក់របស់គេផងឆ្ងាញ់តែម្ដងបងប្អូនអើយនិយាយមែនណាហើយមិនមែនថាអត់តែម្ហូបខ្លួនឯងធ្វើឆ្ងាញ់ទាំងអស់អត់ទេបងប្អូនពេលខ្លះយើងធ្វើអត់ឆ្ងាញ់មានអារម្មណ៍ថាញ៉ាំទៅអត់ឆ្ងាញ់ដែរបងប្អូនតែពេលដែលយើងធ្វើឆ្ងាញ់យើងញ៉ាំក៏ឆ្ងាញ់អាអ្នកមើលហ្នឹងក៏មានអារម្មណ៍ថាឆ្ងាញ់តាមយើងដែរហើយបងប្អូនបើសិនបងប្អូនមើលមាត់នេះខ្ញុំញ៉ាំបើកមាត់ធំហ្នឹងសូមអធិស្ឋានផងបងប្អូនអើយធ្វើមិនទៅបើមនុស្សចូលចិត្តញ៉ាំបងប្អូនអើយហើយនិយាយបថានាងខ្ញុំម្នេះវិញណាបងប្អូនទោះបីជានឹងម្នាក់ឯងក៏អត់ភ្លេចដែររឿងធ្វើម្ហូបចង្ក្រានជើងឆ្នាំងជាស្ត្រីមេផ្ទះហ្នឹងបងប្អូនកុំឲ្យគេថាយើងអត់ចេះធ្វើអីសោះអញ្ចឹងណាតែជារឿងពិតហើយខ្ញុំធំដឹងក្តីមកគឺម៉ាក់របស់នាងខ្ញុំគាត់បង្រៀនខ្ញុំអត់ចេះសម្អាតផ្ទះអត់ចេះធ្វើម្ហូបចេះដាំបាយដាំទឹករៀបចំផ្ទះសម្បែងនិយាយរួមទៅគឺបង្រៀនខ្ញុំឲ្យចាប់ម៉ាក់ខ្ញុំគឺគាត់មិនមែនជាអ្នករៀនចេះដឹងពងពោះទេប៉ុន្តែគាត់បរៀនកូនទាំងពាក្យសម្ដីនៃការនិយាយហើយជាមួយនឹងការរៀបចំផ្ទះសម្បែងផងដែរបងប្អូននិយាយមែនណាខ្ញុំនៅចាំទាំងអស់ម៉ាក់ខ្ញុំអត់បានទេតែរៀងញ៉ៃញ៉ៃចានឆ្នាំងហ្នឹងតែគាត់មិនវាយណាប៉ុន្តែគាត់ល្អគាត់ថាមិនកូនមិនធ្វើអីចឹងទៅព្រោះគាត់ល្អគាត់មិនស្អប់យើងទេតែគាត់ចង់ឲ្យយើងល្អចង់ឲ្យយើងជាក្មេងស្រីម្នាក់ដល់ពេលដែលយើងមានគ្រួសារមានកូនទៅយើងចេះរៀបចំផ្ទះសម្បែងខ្លួនឯងចឹងណាបងប្អូនហើយឡើយនេះគឺយើងញ៉ាំមួយបាយក៏ឆ្ងាញ់ណាមិនមែនញ៉ាំតែមីឆ្ងាញ់គឺញ៉ាំមួយបាយក៏ឆ្ងាញ់ដែរបងប្អូននិយាយថារសជាតិហូយពិពណ៌នាមបានតែម្ដងបងប្អូនអើយបងប្អូនមើលតែមាត់នាងខ្ញុំញ៉ាំក៏ដឹងថាវាឆ្ងាញ់កម្រិតណាដែរបងប្អូនហើយបើសិនជាបងប្អូនចូលចិត្តបែបវីដេអូថ្មីម្ហូបប្លែកបងប្អូនកុំភ្លេចឲ្យបេះដៃបេះដូងម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តអញ្ចឹងណាហើយពេលខ្លះទៅក៏មានអារម្មណ៍ថាខ្ជិលធ្វើដែរពួកអីធ្វើវីដេអូឬក៏ផុសវីដេអូទៅបងប្អូនមិនសូវបានមើលមិនសូវបានឲ្យបេះដូងអញ្ចឹងទៅមានអារម្មណ៍ថា down បដ ாய் តែក៏អរគុណច្រើនបងមួយចំនួនដែលគាត់ស្រឡាញ់ចូលចិត្តចឹងណាអ្នកខ្លះទៅក៏គាត់ចូលចិត្តបែបធ្វើម្ហូបជាតិដើមភាគតិចរបស់ខ្ញុំអីចឹងហើយខ្ញុំចង់ប្រាប់បងប្អូនថានាងខ្ញុំគឺជាជនជាតិដើមភាគតិចចរាយយើងនិយាយคลิกគឺកូនចរាយតែម្ដងអត់មានកាត់អីទេបងប្អូនអើយអញ្ចឹងបើសិនជានាងខ្ញុំនិយាយភាសាអីមួយបងប្អូនអាចនឹងមិនសូវស្គាល់ឬក៏អាចតែអាចមិនដឹងអញ្ចឹងដោយសារខ្ញុំភាគច្រើនខ្ញុំនិយាយតែភាសាខ្មែរទេហើយដល់ពេលអញ្ចឹងទៅពេលដែលយើងនិយាយភាសារបស់ខ្ញុំទៅគាត់អាចរៀងឆ្ងល់បន្តិចអញ្ចឹងយប់នេះគឺសុំណែនាំខ្លួនឯងតែម្ដងនាងខ្ញុំគឺកូនចរាយតែម្ដងចរាយអ្នកស្រុកអូយដាវយើងហ្នឹងមានទៅណាទេបងប្អូនចិត្តនឹងឯងអញ្ចឹងបើសិនជាបងប្អូនចង់រកអានចង់ណាត់នាងខ្ញុំទៅញ៉ាំស៊ុបញ៉ាំអីណាបែបមិនខកខានតែម្ដងបងប្អូនអូយនាងខ្ញុំប្រកែកញ៉ាំណាស់បងប្អូនណាមិនសូវចេះញ៉ាំហើយនាងខ្ញុំទៅញ៉ាំជំនួសចានិយាយលេងបងប្អូនហើយក៏អរគុណច្រើនវីដេអូរបស់ខ្ញុំគឺជាដល់ទីបញ្ចប់ដែរហើយសូមអធិស្ឋានពុកម៉ែបងប្អូនបើសិនជានាងខ្ញុំនិយាយខុសចំណុចណាមួយអញ្ចឹងណាហើយចង់ប្រាប់បងប្អូនថាពេលខ្លះភាសាខ្មែររបស់នាងខ្ញុំទៅនិយាយទៅអាចជាប់មាត់មិនដែរអញ្ចឹងណាបងប្អូនធ្វើមិនទេហើយពេលខ្លះទៅនិយាយទៅភ្លេចខ្លួនគឺនិយាយភាសាខ្លួនឯងអញ្ចឹងទៅហើយអរគុណច្រើនពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយសម្រាប់ម្ហូបប្លែកពីនាងខ្ញុំស្រីហ្វីនណាចា